គុណសម្បត្តិនិងគុណវិបត្តិនៃសណ្ដែកសៀងចំពោះសុខភាពលោកអ្នកពិតជាធ្លាប់បានដឹងនិងបានលើអំពីគុណប្រយោជន៍នៃសណ្ដែកសៀងលោកអ្នកក៏ទំនងជាបានធ្លាប់ទទួលទានជាច្រើនដងហើយដែរផងសណ្ដែកសៀងជាអាហាររបស់បណ្ដាជននៅអាស៊ីតាំងពីរាប់ពាន់ឆ្នាំមកនិងទើបតែពេញនិយមខ្លាំងនៅអឺរ៉ុបកាន់តែខ្លាំងឡើងហេតុអ្វីតើបន្លែនេះមានគុណប្រយោជន៍យ៉ាងណាតើអាហារនេះមានគុណវិបត្តិដែរឬទេសណ្ដែកសៀងជាប្រភេទបន្លែស្ងួតដែលមានអាហារូបត្ថម្ភខ្ពស់គ្រាប់សណ្ដែកមានផ្ទុកជាតិប្រេងប្រមាណ 20% និងប្រូតេអ៊ីនដល់ទៅ 40% ប្រសិនបើជាគ្រាប់សណ្ដែកល្អមានគុណភាពខ្ពស់សណ្ដែកបាយជាអាហារដ៏សំខាន់ក្នុងម្ហូបអាហារចិនជប៉ុនតាំងពីយូរយារមកហើយនិងត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំយ៉ាងច្រើននៅអឺរ៉ុបក្នុងទម្រង់ប្លែកៗគ្នានាពេលបច្ចុប្បន្ននេះអាហារធ្វើអំពីសណ្ដែកបាយកំពុងតែពេញនិយមខ្លាំងក្នុងទម្រង់ជាភេសជ្ជៈជាបង្អែមជាចម្អាប់តៅហ៊ូតៅកពពុះសណ្ដែកលាក់ទឹកសណ្ដែកសៀងត្រូវបានគេប្រើជំនួសទឹកដោះគោផងសណ្ដែកសៀងមានសកម្មភាពប្រឆាំងនឹងកូលេស្តេរ៉ុលសណ្ដែកសៀងមានផ្ទុកប្រូតេអ៊ីនខ្ពស់ហើយជាប្រូតេអ៊ីនដែលមានគុណភាពផ្នែកអាហារូបត្ថម្ភស្រដៀងនឹងប្រូតេអ៊ីនរបស់សាច់សត្វតែសារធាតុលីពីលីតភាគច្រើនមានទម្រង់ជាខ្លាញ់មិនឆ្អែតមានន័យថាសណ្ដែកសៀងអាចផ្ដល់ប្រូតេអ៊ីនបានល្អការទទួលទានសាច់និងជាជម្រើសដ៏ប្រពៃសម្រាប់អ្នកប្រកាន់យករបបអាហារបួសមិនទទួលទានសាច់សត្វសម្រាប់បំពេញសក្តិត្រូវការផ្នែកប្រូតេអ៊ីនរបស់សាច់រីរាងកាយប្រូតេអ៊ីនដ៏ល្អរបស់បន្លែសណ្ដែកសៀងនេះជាគុណប្រយោជន៍ពិសេសធ្វើឲ្យអ្នកទទួលទានគ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ក្នុងឈាមកូលេស្តេរ៉ុលដើម្បីទាញប្រយោជន៍ជាញាក់ការពារកូលេស្តេរ៉ុលភ្នាក់ងារសុវត្ថិភាពចំណីអាហារបារាំងបានណែនាំឲ្យលោកអ្នកទទួលទានសណ្ដែកសៀងក្នុងកម្រិតយ៉ាងតិច18ទៅ25ក្រាមក្នុងមួយថ្ងៃនិងត្រូវចេះជ្រើសរើសពេលវេលាបរិភោគផលិតផលធ្វើសណ្ដែកសៀងនេះទៀតគ្មានប្រយោជន៍អ្វីត្រូវប្រឹងទទួលទានទឹកសណ្ដែកសៀងនៅពេលព្រឹកព្រលឹមនោះទេដើម្បីបែងចែកកម្រិតអត្រាជាតិកូលេស្តេរ៉ុលគេគួរទទួលទានទឹកសណ្ដែកសៀងនៅពេលថ្ងៃនិងជាសណ្ដែកធម្មជាតិសណ្ដែកសៀងជាអាហារប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃសូមទទួលទានអាហារធ្វើអំពីសណ្ដែកសៀងនេះបើតាមការអួតអាងរបស់អ្នកស្រាវជ្រាវអាមេរិកបន្ទាប់ពីបានធ្វើការសិក្សាលើសត្វកណ្ដុរការទទួលទានសណ្ដែកសៀងធ្វើឲ្យធន់នឹងការឈឺចាប់ផងនិងកម្រិតការបង្ករោគទៀតអ្នកស្រាវជ្រាវអាមេរិកមួយក្រុមនេះបានបញ្យល់ថាសណ្ដែកអាចទប់ស្កាត់ភាពឈឺចាប់ដោយបញ្ចេញឥទ្ធិពលលើសរសៃញញែអារម្មណ៍តែគ្មានការបំភ្លីទាក់ទងនឹងយន្តការនេះហើយក៏មិនប្រកាសថាមនុស្សអាចទាញប្រយោជន៍ដូចកណ្ដុរដែរឬក៏អត់ផងសណ្ដែកសៀងក៏ជាអាហារដែលមានផ្ទុកសារធាតុសរសៃនិងវីតាមីនច្រើនបើដូច្នេះសណ្ដែកសៀងមានសមត្ថភាពការពារស្ត្រីសណ្ដែកសៀងអាចជួយកាត់បន្ថយហានិភ័យការជំងឺមហារីកកស្បូននេះបើតាមលទ្ធផលស្រាវជ្រាវនៅសៀងហៃលើស្ត្រីជាង 1000 នាក់832នាក់មានផ្ទុកកោសិកាមហារីកនិង846នាក់ទៀតមានសុខភាពល្អបន្ទាប់ពីបានទទួលទានសណ្ដែកសៀងជាប្រចាំរយៈពេល5ឆ្នាំអ្នកស្រាវជ្រាវបានសន្និដ្ឋានថាសណ្ដែកសៀងបានកាត់បន្ថយគ្រោះអភិវឌ្ឍជំងឺមហារីកសន្ទាប់ស្បូនបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ពិសេសស្ត្រីដែលថតជ្រុលក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់អាចបញ្យល់លម្អិតនិងឲ្យច្បាស់លាស់បានអំពីគុណប្រយោជន៍នៃសណ្ដែកសៀងព្រោះសណ្ដែកសៀងមានផ្ទុកសារធាតុមួយមានឈ្មោះថា isoflavone ដែលជាអរម៉ូនរុក្ខជាតិញីអរម៉ូនមានតួនាទីចម្រូងចម្រាសខ្លាំង